មិនសម្រាប់គ្រប់គ្រងនៅសម្ភារៈទីខាងកសិកម្មទៅជួយរកទីផ្សារកសិករថែមទៀតអញ្ចឹងគឺមានគម្រោងផ្នែកនាំចែកចំណេញចេញទៅបានជំនួយគឺមានយើងនាំចែកស្វាយរបស់យើងទៅកាន់ប្រទេសជប៉ុនចែកស្វាយដែលយើងនាំចែករហូតវាបានដាក់ឈ្មោះយើងទេយើងស្វាយដែលអង្គររៀននាំចែកគឺដាក់ឈ្មោះថាអង្គរ Mango បាទចឹងឈ្មោះថាស្វាយខ្មែរយើងណាអង្គរ Mango នាំចែកទៅហើយមានអង្គររៀននាំចែកមានក្រុមហ៊ុនផ្សេងៗគេនាំចែកដែរប៉ុន្តែអាចទៅប្រទេសជិតខាងគេអីចឹងទៅវាអាចជាប់ទៅឈ្មោះប្រទេសគេចឹងទៅអត់បាននៅលើផ្សារទំនើបនៅក្នុងផ្សារទំនើបចឹងគេដាក់ឈ្មោះស្វាយខ្មែរយើងអាចបន្តពីប្រទេសជិតខាងគេចឹងទៅលើទី5ក្នុងទី5គឺយើងមានគាត់ទៅដល់ទឹកចឹងអស់ពួកគាត់តែគាត់មានតំណែងធំៗអីចឹងទៅយើងមានប្រព័ន្ធដល់ទឹកព្រាតាមការដែរជាតំណងជាស្រ័យទៅយើងមានបាទចឹងទៅលើទី6គម្រោងAG Food ហ្នឹងភ្ជាប់ជាមួយនឹង AG Fit ដែលគាត់ផ្ដល់បច្ចេកទេសក្នុងការលក់ចំណីគាត់លក់ជាចំណីសម្រាប់បាទគាត់បរិញ្ញាឲ្យអង្គបងចេះផលិតចំណីដោយខ្លួនឯងចឹងភ្ជាប់មកគឺមាន AG Food ដែរដែលគាត់បានប្រមូលទិញកសិផលទាំងអស់នោះជួយរកទីផ្សារឲ្យកសិករដែលចិញ្ចឹមសត្វដែរ